ណត់គំនិតគឺជាផែនទីបង្ហាញផ្លូវដែលប្រាប់យើងថាគួរតែទៅតាមផ្លូវមួយណាទើបវាត្រឹមត្រូវទើបវាល្អប្រសើរផ្នត់គំនិតគឺជាត្រីវិស័យដែលវាធ្វើឲ្យយើងនេះមិនវង្វេងទិសដៅថាតើគួរទៅឆ្វេងទៅស្ដាំទៅកណ្ដាលឬក៏ទៅកន្លែងមួយណាផ្នត់គំនិតគឺជាភ្លើងបំភ្លឺផ្លូវវាមិនមែនឲ្យយើងនេះធ្វើដំណើរទាំងងងឹតសូនសុងទេវាបំភ្លឺផ្លូវយើងឲ្យភ្លឺមិនវង្វេងទិសដៅដឹងថាត្រូវទៅកន្លែងតាណាដឹងថាទៅទិសដៅមួយណាអញ្ចឹងចូលប្រយ័ត្នអំពីផ្នត់គំនិតរបស់យើងចូលប្រយ័ត្នអំពីផ្នត់គំនិតរបស់យើងចូលប្រយ័ត្នអំពីការគិតរបស់យើងចូលគិតពិចារណាគិតត្រេះរិះពិចារណាឲ្យបានល្អិតឲ្យបានច្បាស់គ្រប់ជ្រុងជ្រោយសឹមបោះជំហានទៅមុខហើយពេលដែលបោះជំហានទៅមុខសូមបោះជំហានជាប្រចាំនោះអ្នកនឹងអាចសម្រេចនៅអ្វីដែលអ្នកប្រាថ្នាចង់បាន